បន្ទាប់ពីយើងធ្វើការកែច្នៃរួចទើបបានដឹងថាត្បូងកណ្ដៀងរបស់ភ្ញៀវមួយគ្រាប់នេះគឺស្អាតខ្លាំងមែនទែនតែម្ដងហើយលក្ខណៈពិសេសរបស់គេវិញគឺមានមុខពីរណាបងខ្ញុំកាក់ថាច្នៃរួចប្រហែលជានៅសល់6ទៅ7ការ៉ាត់ប៉ុន្តែយើងឈូសតាមស្នាមបែកហើយនឹងសរីរាង្គរួចនៅសល់10ការ៉ាត់ចុច5ហើយជាងរបស់ខ្ញុំហ្នឹងគាត់ច្នៃនឹងសន្សំសាច់បានខ្លាំងមែនទែនតែម្ដងនៅពេលដែលយើងច្នៃរួចគឺនៅសល់9ការ៉ាត់ចុច6ណាបងប្អូនទាំងអស់គ្នាគឺនៅសល់ក្របធំខ្លាំងមែនទែនភ្ញៀវក៏គាត់រំពឹងដូចខ្ញុំដែរថាបានត្រឹមតែ6 7ការ៉ាត់ហ្នឹងគឺគាត់សប្បាយចិត្តហើយប៉ុន្តែឥឡូវនេះគឺយើងច្នៃបានរហូតដល់ទៅ9ការ៉ាត់ចុច6ណាបងប្អូនទាំងអស់គ្នាគឺបានក្របធំមែនទែនតែម្ដងហើយការដែលយើងយកត្បូងនេះមកច្នៃនេះគឺយើងច្នៃយ៉ាងយកចិត្តទុកដាក់ខ្លាំងមែនទែនតែម្ដងគាត់ថា process នេះក្នុងការធ្វើត្បូងក្របនេះគឺច្រើនដំណាក់កាលបន្តិចគឺយើងច្នៃមុខរួចបានយើងឡាំបៀនៅខាងខ្នងទៀតតែខាងខ្នងនេះគឺខ្លាចជាមុខដូចគ្នាដែរណាបងប្អូនទាំងអស់គ្នាហើយមួយទៀតគឺយើងបន្ទាប់ពីឡាំបៀនៅលើថាសរួចបានយើងត្រូវឡើងម៉ូទ័រជក់ប៉ូលីឲ្យភ្លឺរលោងទៀតណាបងប្អូនទាំងអស់គ្នាហើយនេះគឺជាសមិទ្ធផលបន្ទាប់ពីយើងធ្វើការឡាំបៀហើយនឹងប៉ូលីច្នៃរួចគឺស្អាតខ្លាំងមែនទែនតែម្ដងចឹងសម្រាប់បងអ្នកដែលថាមានត្បូងថ្មចង់មកយកធ្វើការកែច្នៃអាចតាក់ទងមកខ្ញុំបានឬក៏ថាស្រឡាញ់ត្បូងធម្មជាតិអីផ្សេងទៀតក៏អាចតាក់ទងមកខ្ញុំបានអរគុណ